រូបមន្តទី3នេះគឺជារូបមន្តរបស់ប៉ូតាស្យូមក្លរូមានន័យថាប៉ូតាស្យូមអក្សរ K វឡង់ស្មើ1វានឹងផ្ទេរវឡង់1នេះទៅកាន់ radical ក្លរូហើយក្លរូមានវឡង់ស្មើ1វាក៏ផ្ទេរវឡង់1នេះទៅកាន់ប៉ូតាស្យូមដែរដូច្នេះរូបមន្តដែលទទួលបានចុងក្រោយគឺជាប៉ូតាស្យូមទទួលយកវឡង់លេខ1របស់ក្លរហើយក្លររបស់យើងនេះក៏វាទទួលយកវឡង់លេខ1របស់ប៉ូតាស្យូមដែរដោយរូបមន្តពីរខាងលើដែរគឺប៉ូតាស្យូមមិនបានបង្ហាញវឡង់លេខ1របស់វាទេទាំងក្លរដូចគ្នាដែរដូច្នេះលទ្ធផលចុងក្រោយគឺយើងអាចសម្រួលវឡង់នឹងចោលទៅដូច្នេះរូបមន្តចុងក្រោយគឺសរសេរចេញទៅជាអក្សរ K ហើយនឹង Cl តំណាងឲ្យរូបមន្តរបស់ប៉ូតាស្យូមក្លរូចូលមកដល់រូបមន្តទី4រូបមន្តទី4នេះគឺរុយប៊ីឌីយ៉ូមក្លរូរុយប៊ីឌីយ៉ូមតាំងដល់អក្សរ Rb មានវឡង់ស្មើ1វានឹងធ្វើការផ្ទេរវឡង់លេខ1របស់វានេះទៅកាន់ radical ក្លរូហើយក្លរូដែលមានអក្សរ Cl វឡង់ស្មើ1វានឹងផ្ទេរវឡង់1នេះទៅកាន់រុយប៊ីឌីយ៉ូមដូច្នេះរូបមន្តដែលយើងទទួលបានចុងក្រោយគឺជាអក្សរ Rb បាទដែលទទួលយកវឡង់លេខ1របស់ក្លរហើយក្លរូក៏ទទួលយកវឡង់លេខ1របស់រុយប៊ីឌីយ៉ូមដែរប៉ុន្តែដោយសារតែវឡង់របស់ធាតុទាំងពីរនឹងដូចគ្នាឬក៏មានចំនួនមួយដូចគ្នាយើងអាចសម្រួលវាចោលទៅហើយលទ្ធផលដែលយើងទទួលចេញពីរូបមន្តនឹងរូបមន្តសម្រាប់រុយប៊ីឌីយ៉ូមក្លរូតែម្ដងគឺជាអក្សរ Rb និងអក្សរ Cl បាទមានន័យថានៅក្នុងរុយប៊ីឌីយ៉ូមក្លរូមាននិមិត្តសញ្ញាតំណាងរបស់វាគឺជា Rb 1អាតូមហើយនិង Cl 1អាតូម